បាទសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំសូមបង្ហាញពីវីដេអូមួយពី Telegram ការផ្ញើរូបភាពឬក៏វីដេអូឲ្យគាត់មើលតែម្ដងគឺគាត់អាចបើកមើលបានទៀតទេហើយថត screen ក៏អត់បានដែរអញ្ចឹងអ្នកនរគ្នាចូលមកកាន់ Telegram បន្ទាប់មកជ្រើសរើសយកឈ្មោះណាដែលអ្នកទាំងអស់គ្នាចង់ផ្ញើទៅអូខេបន្ទាប់មកអ្នកនរគ្នាចុចនៅកន្លែងផ្ញើរូបនេះធម្មតាតមក select យករូបភាពឬក៏វីដេអូណាដែលអ្នកទាំងអស់គ្នាគិតថាចង់ផ្ញើទៅឧទាហរណ៍ខ្ញុំចុចយករូបភាពនេះ select ពីលើមួយបន្ទាប់មកអ្នកទាំងអស់គ្នាចុចនៅលើរូបភាពហ្នឹងចុចនៅលើហ្នឹងចុចនៅលើរូបភាពហ្នឹងមកវានឹងលោតមកបែបនេះបន្ទាប់មកអ្នកទាំងអស់គ្នាយកនេះយកកន្លែងលេខ1ទូចនេះវងលេខ1ទូចហ្នឹងវងលេខ1ទូចហ្នឹងអ្នកទាំងអស់គ្នាចុចលើហ្នឹងមកវានឹងលោតមកបែបនេះផ្ទាំងបែបនេះវាមាន view 1អញ្ចឹង view 1ហ្នឹងបានន័យថាបើកមើលឃើញតែម្ដងទេហើយពីហ្នឹងគឺលែងអាចបើកមើលបានទៀតហើយបន្ទាប់មក3 second និង10 second និង30 second អញ្ចឹងរยៈពេលប៉ុណ្ណឹងរយៈពេលប្រមាណហ្នឹងគឺអត់អាចបើកមើលបន្តទៀតបានទេនេះហើយគឺជាការសម្ងាត់មួយហើយมันអាចថត screen បានទេឧទាហរណ៍ថាខ្ញុំយកចុចយក view 1អញ្ចឹងយើងចុច send ទៅយើងចុច send ទៅគឺម្នាក់ទៀតបើកមើលបានតែម្ដងឯងมันអាចបើកមើលលើកទី2បានទៀតទេសូម្បីតែថត screen ក៏អាចថតបានដែរអូខេវីដេអូខ្លីចំណេះខ្លីមានតែប៉ុណ្ណឹងអរគុណច្រើន